នឹងហើយអញ្ចឹងសួស្តីអ្នកនរគ្នានេះជាដំណើរការនៃការកាត់វីដេអូនៅក្នុងកម្មវិធី DaVinci Resolve ជាកម្មវិធីមួយសម្រាប់ edit វីដេអូកែ color យើងអាចលេង sound effect អីបាននៅក្នុងហ្នឹងចាំបើសិនជាអ្នកទាំងអស់គ្នាចង់រៀននៅក្នុងកម្មវិធី DaVinci Resolve នៅខាងក្រោយវីដេអូបានដាក់ QR នៃ channel Telegram ចឹងអ្នកទាំងអស់គ្នាអាច scan QR channel Telegram បានហើយពេលទៅនេះនឹង record វីដេអូសម្រាប់អ្នកទាំងអស់គ្នាបញ្ជាក់ដែរថានៅក្នុងកម្មវិធី DaVinci Resolve នេះគឺជាកម្មវិធីមួយដែលងាយស្រួលមែនទែននិយាយថាងាយស្រួលជាងកម្មវិធីតករបស់ពួក Adobe យើងមានតែកម្មវិធី DaVinci Resolve មួយយើងបានទាំងអស់បានទាំង sound បានទាំង effect បានទាំងការ edit color អីចឹងទៅព្រោះបើសិនជាយើងកាន់នៅក្នុងកម្មវិធី Adobe Premiere យើងចង់លេងសំឡេងអីគឺយើងចូលទៅកាន់ Adobe Audition ត្រូវហើយប៉ុន្តែសម្រាប់នៅក្នុងកម្មវិធី DaVinci Resolve គឺងាយស្រួលយើងអាចកែសំឡេងនៅក្នុងកម្មវិធី DaVinci Resolve បានព្រោះវាមានមុខងារសម្រាប់ឲ្យយើងកែសំឡេងលេងសំឡេងអីបានហើយពិសេសមានទាំង AI ទៅទៀតអញ្ចឹងវាងាយស្រួលសម្រាប់ដែលយើងចេះកម្មវិធី DaVinci Resolve នៅពេលដែលយើងចេះតែ DaVinci Resolve គឺយើងបានទាំង effect បានទាំង sound ហើយបានទាំងការ edit វីដេអូថែមទៀតអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់រៀននៅខាងក្រោយហ្នឹងខ្ញុំបានដាក់ QR channel សម្រាប់ Telegram អញ្ចឹងអ្នកទាំងអស់គ្នាអាច scan ចូលទៅកាន់ channel ដើម្បីសិក្សាទាំងអស់គ្នាពេលទៅនេះនឹងធ្វើវីដេអូសម្រាប់អ្នកទាំងអស់គ្នា